ជំរាបសួរអ្នកគ្រូខ្ញុំថ្ងៃនេះខ្ញុំអានមិត្តល្អគ្រប់គ្រាប់ពេញប៉ោះនិងគ្រាប់សណ្ដែកគ្រាប់ទាំងពីរចាប់ផ្ដើមដោះបន្លឺបន្ទាប់មកដើមទាំងពីរលូតលាស់សំឡឹកគេបានធ្វើត្រៀងឲ្យដើមសណ្ដែកវាឡើងដើមសណ្ដែកកាន់តែលូតគេធ្វើត្រៀងត្រង់កាន់តែខ្ពស់ដើមពេញប៉ោះមានចិត្តច្រណែនដើមពេញប៉ោះមានអារម្មណ៍ថាគ្មានអ្នកណាពឹងនិងគ្មានអ្នកណាស្រឡាញ់ខ្លួនឡើយដើមពេញប៉ោះថែទាំងមិនចង់និយាយស្ដីជាមួយដើមសណ្ដែកទៀតផងពេលនោះពួកគេចេញផ្កាដើមពេញប៉ោះមានផ្លែធ្ងន់ជាច្រើនដើមសណ្ដែកឲ្យយាបម្ដិតក៏ឲ្យមិនសុំឲ្យគេធ្វើត្រង់មួយដែរទៅដើមពេញប៉ោះតបខ្ញុំហត់នឹងនិយាយណាស់ដើមពេញប៉ោះយំរៀបរាប់មាននរណាស្រឡាញ់នឹងគាត់ត្រខ្ញុំទេដើមសណ្ដែកក៏តបវិញចាំខ្ញុំជួយឯងក្រោយមកនៅថ្ងៃមួយមានគេឃើញការលំបាករបស់ដើមពេញប៉ោះក្នុងការទ្រប់ទ្រង់ផ្លែទីបំផុតគេក៏ធ្វើត្រើងឲ្យពេញប៉ោះទប់ខ្លួនដែរដើមសណ្ដែកក៏និយាយឃើញទេឯងជឿខ្ញុំឬនៅឯងក៏មានអ្នកស្រឡាញ់និងយកចិត្តទុកដាក់ដូចគ្នាដើមពេញប៉ោះតបខ្ញុំជឿហើយអរគុណសំឡាញ់ដែលបានទ្រាំខ្ញុំកន្លងមកជំរាបលាអ្នកគ្រូ